បងប្អូន PNS មកប្រាប់បាទជាងដៃថ្មីដូចខ្ញុំបាទមិនផ្ញើជួយចំពោះមេជាងនេះណាបងប្អូនផ្ញើចំពោះកូនជាងថ្មីដូចខ្ញុំអញ្ចឹងបាទខ្ញុំរៀនហើយខ្ញុំធ្វើវីដេអូនេះទុកដើម្បីទុកជាអនុស្សាវរីយ៍បាទទុកមើលពេលក្រោយបាទអញ្ចឹងប្រភេទពួក Fat មានចន្ទសេរីបងប្អូនណាបាទអញ្ចឹងយើងសេរីណាក៏អាចវាស់ដូចគ្នាបងប្អូនណាវិធីវាស់ដូចគ្នាទេបងប្អូនណាបាទមិនថា Fat សេរីណាទេបាទយើងវាស់ដូចគ្នាបាទដូចត្រង់ស្ទើអញ្ចឹងបាទត្រង់ស្ទើវាស់ដូចគ្នាបាទគាត់តែវាមានវាខុសលេខគ្នាតែប៉ុណ្្នឹងទេបាទតែវិធីវាស់ដូចគ្នាអានេះដូចគ្នានេះ Fat ឬក៏ប្រកាក់អញ្ចឹងវិធីវាស់គឺយើងកាច់មកកលីបវាស់កលីបមួយមកហើយបាច់យើងឲ្យស្គាល់ណាបងណាស្គាល់អាណា P channel N channel អានេះគឺខ្ញុំស្គាល់រួចហើយបាទ P channel អានេះ N channel បាទអញ្ចឹងអានេះគឺអាចឆេះខូចអញ្ចឹងខ្ញុំប្រាប់បើវិធីបាទខ្ញុំមកបោះ N channel មុន N channel យើងយកខ្មៅមកខាងស្ដាំដៃមួយនេះអាកាហើយយើងយកដៃយកក្រហមមកសង្កត់លើជើង E មកប៉ះជើងអាខ្មៅប៉ះជើង C ហើយមកប៉ះជើង D មកប៉ះជើង C វិញឡើងហើយដៃប៉ះដៃច្អល់នេះដៃនាងដៃកដាលនេះមកប៉ះជើងជើង B ពឹបវាធ្លាក់វិញបែរថាវានៅធម្មតាបាទទី1ណាហើយទី2យើងមិនចង់ធ្វើអញ្ចឹងក៏បានដែរយើងធ្វើចេះយើងប៉ះនេះពឹបយើងប៉ះនេះឡើងមិនអត់យើងប៉ះជើង C ជើង B វិញមកប៉ះជើង B ប៉ះជើង C ឡើងពេលយើងប៉ះជើង C ពឹបវាឡើងមិនអត់បើថ្មីគឺយើងថាវាឆេះតែការពិតវាអត់ឆេះទេដោយសារយើងភ្លើងនៅចិញ្ចឹមអញ្ចឹងយើងត្រូវតម្លាក់វាយើងត្រូវយកប៉ះនេះប៉ះជើង B វាហើយយើងប៉ះនេះវិញឡើងហើយយើងយកមកជុលជើងខ្សែក្រហមនេះប៉ះយ៉ាងមកហ្នឹងហើយនេះអាចយើងយកភ្លើងចេញពីយ៉ូតអញ្ចឹងយើងប៉ះ E វិញហើយយើងយកខ្សែមកខ្មៅប៉ះជើង C វិញអត់ឡើងទេមួយនេះកាអត់ឡើងទេបែរថាវានៅល្អចង់ឲ្យវាឡើងប៉ះជើង B ពឹបប៉ះមកឡើងហើយដៃយើងប៉ះក៏បានឬក៏យើងយកខ្សែក្រហមប៉ះក៏បានអត់ឡើងបើឡើងគឺឆេះអានេះគឺល្អណាអានេះគឺអាឆេះវាមានឆេះអាខាងនេះនិងឆេះខាងនេះជើង B ជើង C អញ្ចឹងយើងប៉ះមើលដឹងថាវាឆេះដឹងហ្នឹងនេះអត់ឡើងទេអត់ឡើងយើងថាវាមិនឆេះមិនអត់តែការពិតវាឆេះជើង B នេះវាឡើងហ្នឹងបងប្អូនមើលនេះឆេះតិចកាមេរ៉ាមើលនេះមើលអូម៉ែតឆេះតិចនេះអត់នេះបាទអានេះគឺឆេះតិចបាទនេះបាទឥឡូវចង់ដឹងថាវាឆេះខាងណានេះ